ជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះផាន់ដាវីថ្ងៃនេះនាងខ្ញុំមកសង្ខេបមេរៀនទី4គោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពចា៎នៅក្នុងមេរៀនទី4នេះគឺនាងខ្ញុំបានសង្ខេបទៅលើ5ចំណុចធំទី1គឺសេចក្តីផ្ដើមទី2និយមន័យប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាទី3លក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាទី4បញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងទី5ប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងចា៎ចំណុចទី1សេចក្តីផ្ដើមសេចក្តីផ្ដើមពាក់ព័ន្ធមួយការវិតម្លៃការសិក្សាត្រូវបានប្រើដើម្បីវិនិច្ឆ័យពីលទ្ធផលការសិក្សានិងការអនុវត្តរបស់សិស្សលទ្ធផលត្រូវបានប្រើដើម្បីកំណត់ពីបំណិននិងខ្លឹមសារចំណេះដឹងដែលទទួលបានហើយក្នុងនាមជាគ្រូយើងគួរតែធ្វើការវិតម្លៃឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបានហើយគួរតែពិនិត្យពីលទ្ធផលនៃការវិតម្លៃដើម្បីជាមធ្យោបាយក្នុងការកែលម្អសិស្សចា៎គ្មានការវិតម្លៃណាដែលត្រឹមត្រូវឥតខ្ចោះទេប៉ុន្តែក្នុងនាមជាគ្រូត្រូវតែងតែបង្គ្រប់ភាពលំអៀងនៅក្នុងនោះប្រសិនបើតេស្តលំបាកពេកគ្រូអាចសន្និដ្ឋានដោយលំអៀងថាសិស្សបានរៀនតិចហើយជាលទ្ធផលគេត្រូវតែទទួលបានបន្ទុកតិចហើយផ្ទុយទៅវិញបើសិនជាតេស្តនៅស្រួលពេកលទ្ធផលបន្ទុកអាចកើនឡើងខ្លាំងចា៎ទី2និយមន័យប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សានឹងសំដៅលើប្រសិទ្ធភាពក្នុងការវាស់វែងការវិតម្លៃនិងជឿជាក់បានពីការវាស់ស្ទង់ការយល់ដឹងឬចំណេះដឹងនិងជំនាញរបស់សិស្សហើយការវិតម្លៃដែលមានគុណភាពគឺផ្ដល់លទ្ធផលដែលទៀងទាត់នឹងការគ្រប់គ្រងការសិក្សានិងការលើកទឹកចិត្តសិស្សប្រាប់ឲ្យដឹងពីការធ្វើការសម្រេចចិត្តក្នុងការបង្រៀនចា៎ចំណុចទី3ធំគឺលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាចំពោះលទ្ធផលសិក្សារំពឹងទុកក្នុងម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របនេះត្រូវកំណត់នៅកម្រិតលំបាកដែលសមស្របមួយដើម្បីលើកទឹកចិត្តសិស្សជាពិសេសគ្រូគួរតែគិតដល់ការវិតម្លៃប្រកបដោយតុល្យភាពនិងភាពស្មើគ្នានៃអ្នកសិក្សាឧទាហរណ៍សិស្សមានបរិយាបន្នអីចឹងទៅគាត់មានការខ្សោយកំហើញគាត់ពិការឬក៏អីផ្សេងហ្នឹងត្រូវមានភាពស្មើគ្នាចាអត់ត្រូវលំអៀងទេចាទៀតការធ្វើដោយការធ្វើជ្រើសរើសតេស្តចាការធ្វើតេស្តនិងបង្កើតតេស្តការអនុវត្តការអានអត្ថបទការសូរសំណួរផ្ទាល់មាត់ការសង្កេតហ្នឹងសំដៅទៅលើគ្រូចាគ្រូជាអ្នកសង្កេតនិងការវិតម្លៃខ្លួនឯងប៉ុនមួយសិស្សចាក្នុងចំណុចទី3នឹងដដែលជាការបន្ស៊ីរវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុងវិធីសាស្ត្រនៅក្នុងការវិតម្លៃមានប្រភេទផ្សេងគ្នាចាដូចជាយល់ដឹងអំពីគោលបំណងយល់ដឹងអំពីវឌ្ឍនភាពការសិក្សារបស់សិស្សមានសុពលភាពសម្រាប់បានកសាងការវិតម្លៃប្រកបដោយប្រសិទ្ធភាពនៃដំណើរការសិក្សាពិចារណាក្នុងដំណើរការនៃការរៀនត្រូវកំណត់គោលដៅកំណត់ថាតើការអនុវត្តហ្នឹងយ៉ាងដូចម្តេចដែរមួយទៀតមានភាពជឿទុកចិត្តនិងមានការមានសុពលភាពមានសុខភាពនៅក្នុងសុខភាពហ្នឹងត្រូវដឹងថាគាត់មានតម្លាភាពនិងឱកាសដើម្បីសិក្សារៀនសូត្រជៀសវាងផ្នត់គំនិតក្នុងការវិតម្លៃហើយជៀសវាងការលំអៀងលើកិច្ចការឬក៏ដំណើរការវិតម្លៃជាពិសេសជួយគ្រប់គ្រងសិស្សដែលមានតម្រូវការពិសេសចា៎នៅក្នុងចំណុចទី3ដដែលគឺផលវិបាកវិជ្ជមានចំពោះផលវិបាកវិជ្ជមានហ្នឹងគឺជាប្រសិទ្ធភាពនៃការវិតម្លៃដែលមានផលជះវិជ្ជមានចំពោះគ្រូបង្រៀនការបង្រៀននិងសិស្សចា៎ចំណុចមួយទៀតនៅក្នុងចំណុចទី3ធំដដែលគឺការអនុវត្តនិងប្រសិទ្ធភាពនៅក្នុងហ្នឹងគឺមានកត្តាផ្សេងសម្រាប់អនុវត្តដូចជាគ្រូត្រូវស្គាល់វិធីសាស្ត្រចាត្រូវប្រើពេលវេលាដែលសមស្របមានភាពស្មុគស្មាញក្នុងការអនុវត្តការប្រឡងមានភាពងាយស្រួលក្នុងការដាក់បន្ទុកភាពងាយស្រួលក្នុងការបកស្រាយលទ្ធផលការចំណាយ
ចំណាយលើការប្រឡងចាចំណុចទី4ធំតែទី4ធំពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងចំពោះបញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងហ្នឹងគឺមានចំណុចតូចៗច្រើនដែរចាទី1គឺគាត់គ្រប់គ្រងគាត់មិនទាន់ត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រឡងអញ្ចឹងក៏ជាបញ្ហាប្រឈមដែរមួយទៀតគឺគាត់ផិតភ័យហើយគាត់ stress អញ្ចឹងទៅនៅក្នុងពេលបញ្ហាប្រឈមក្នុងដំណើរការប្រឡងរបស់គាត់ហ្នឹងទៀតកង្វះការណែនាំចានឹងមួយទៀតគឺបញ្ហាសុខភាពដូចជាគាត់ឈឺឬក៏គាត់មានបញ្ហាផ្លូវចិត្តអីអញ្ចឹងទៅចាចំណុចមួយទៀតបរិយាកាសមិនសមស្របហ្នឹងពាក់ព័ន្ធជាមួយនឹងដូចជាប្រឡងទៅមានសម្លេងរំខានធ្វើឲ្យគាត់ពិបាកផ្ដោតអារម្មណ៍អញ្ចឹងក៏បញ្ហាប្រឈមមួយដែរមួយទៀតគាត់អត់សូវយល់មេរៀនពេលរៀនទៅគាត់អត់សូវយល់មេរៀនឬក៏ពេលដាក់សំណួរទៅគាត់ឆ្លើយសំណួរអត់ច្បាស់លាស់ចាដល់ពេលគាត់អានសំណួរគាត់អត់សូវយល់មេរៀនហើយទៅអានសំណួរអត់សូវច្បាស់លាស់ហើយគាត់ចេះតែធ្វើឲ្យទៅរួចទៅអាហ្នឹងក៏ជាបញ្ហាប្រឈមដែរមួយទៀតគឺគាត់គ្រប់គ្រងពេលវេលាមិនទាន់ចាឧទាហរណ៍50សំណួរអីអញ្ចឹងគាត់ធ្វើអត់ទាន់ទេគាត់ធ្វើដល់សំណួរទី30ហើយដល់ម៉ោងកំណត់បាត់ទៅហើយអញ្ចឹងធ្វើឲ្យគាត់នៅសល់20សំណួរទេគាត់ធ្វើអត់ទាន់អញ្ចឹងជាបញ្ហាប្រឈមដោយសារគាត់កំណត់ពេលវេលាអត់ទាន់នៅក្នុងមួយសំណួរគាត់ទៅធ្វើមួយនាទីគាត់អត់បានកំណត់ច្បាស់លាស់អញ្ចឹងធ្វើឲ្យគាត់ធ្វើអត់ទាន់ជាបញ្ហាប្រឈមពេលដំណើរការប្រឡងហ្នឹងចាចំណុចទី5ធំប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងចាចំពោះប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងហ្នឹងគឺនាងខ្ញុំមាន2ចំណុចតូចគឺត្រូវត្រៀមខ្លួនរួចជាស្រេចចាមុនពេលចាប់ផ្ដើមការប្រឡងហ្នឹងអញ្ចឹងក្នុងនាមជាអ្នកប្រឡងចាគឺត្រូវត្រៀមខ្លួនឲ្យស្រេចសិនដើម្បីឲ្យទទួលបានប្រសិទ្ធភាពចាមួយទៀតគឺត្រៀមខ្លួនចាត្រូវត្រៀមខ្លួននិងកំណត់ពេលខ្លួនឯងឲ្យបានច្បាស់លាស់អំឡុងពេលកំពុងដំណើរការប្រឡងហ្នឹងចានៅក្នុងចំណុចទី5ហ្នឹងគឺនាងខ្ញុំសូមចប់ប៉ុណ្ណឹងចាសូមអរគុណលោកគ្រូ